លាយឡំនឹងរបែងប្រជាប្រិយយើងបានមើលឃើញថាមានចរិតលក្ខណៈស្លូតបូតរហ័សរហួនមាំទាន់ទុំភ្លុតដោយស្រៈនិស័យនឹងជួយចរិតខ្មែរទាំង33តួជាក់លាក់ផងដែរនៅចំពោះមុខកីឡាការិនីយើងកំពុងតែបង្ហាញកាយសម្បទាដើម្បីរៀបចំរបៀបសម្ដែងឲ្យមានលក្ខណៈដ៏វិសេសវិសាលនៅអង្គរសង្ក្រាន្តដើម្បីជូនបងប្អូនទស្សនានៅពេលនេះកីឡាករយើងកំពុងតែបង្ហាញអំពីស្លៀកគុណនិងក្បាច់គុណដ៏សម្បូរបែបជូនទស្សនាកម្សាន្តយើងបានសម្ដែងជាស្និតគុណនិងក្បាច់គុណដ៏សម្បូរបែបរបស់បព្វបុរសតែសូមបងប្អូនទាំងឡាយដែលមិនបានហាត់យុទ្ធគុណខ្មែរកុំលេងទៅខាងក្រៅឲ្យសោះតែលេងប្រយុទ្ធគ្នាទៅខាងក្រៅខុសក្បួនខុសច្បាប់បណ្ដាលឲ្យវាស់កម្ពស់កីឡាកររបស់យើងនេះសុទ្ធសឹងតែជាគុណនិយមដែរមានរបៀបរបបនៅក្នុងវិស័យច្បាប់ទាំងអស់បងប្អូនគឺយើងគ្រាន់តែជាអ្នកសម្ដែងជូនទស្សនាតែប៉ុណ្ណោះហើយបងប្អូនកូនចៅកុមារីអត់មានកាត់ដើរសំរៃទៅកាត់គ្នាខាងក្រៅគឺអត់មានទេគឺអានេះសូមជម្រាបប្រាប់ឲ្យថាកីឡាការិនីយើងគឺហាត់នៅក្នុងប្រព័ន្ធសហព័ន្ធក្លឹបកីឡាប្រដាល់ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវមិនអាចឲ្យបងប្អូនទៅកាប់គ្នានៅខាងក្រៅបានទេពីព្រោះនេះគឺលក្ខណៈពិសេសបង្ហាញអំពីយុទ្ធគុណដូនតាខ្មែរនេះគឺជាកីឡាករដ៏ឆ្នើមបងប្អូនលោកប្រាង្គខែលប្រយុទ្ធស្លាប់រស់ជាមួយសត្រូវនៅពេលនេះយើងក៏បានឃើញកាយសម្បទារបស់កីឡាកររូបនេះគឺមានលក្ខណៈស្វាហាប់រហ័សរហួនណាស់បងប្អូនมันអាចលេងសើចការប្រកួតនេះគឺតើតែចេះយុទ្ធគុណដូនតាខ្មែរมันអាចប្រកួតជាមួយនឹងកីឡាករនេះបានអ្នកដែលมันបានឆ្លងកាត់ការប្រកួតมันបានឆ្លងកាត់ការហាត់ដ៏ស្ទាត់ជំនាញរាប់ឆ្នាំទេនោះมันអាចមកប្រកួតជាមួយនឹងកីឡាករដ៏ឆ្នើមនៅលើទីលានប្រកួតរបស់យើងនេះបានជាដាច់ខាតកីឡាករយើងនេះវឹកហាត់ច្រើនឆ្នាំណាស់បងប្អូនសុទ្ធតែជាកីឡាករឆ្នើមបើសិនជាបងប្អូនចង់ហាត់ចង់រៀនអញ្ជើញមកជួបលោកគ្រូអ្នកគ្រូយើងនៅទីលានដ៏ប្រណីតនេះយើងចុះឈ្មោះហាត់នៅបង្ហាត់បង្រៀនជូនបងប្អូនបានដោយខ្ញុំបានជម្រាបយ៉ាងថាកីឡាការិនីរបស់យើងខ្ញុំនេះបង្ហាញសម្ដែងជូនទស្សនាតែប៉ុណ្ណោះហើយកុំឃើញចឹងហើយយកទៅកាត់គ្រានៅខាងក្រៅមិនមែនជារឿងដែលត្រូវស្របច្បាប់ឡើយកីឡាករយើងមានក្រិតក្រមគោរពវិន័យមានគ្រូមានសិស្សមានច្បាប់ទម្លាប់ត្រឹមត្រូវបងប្អូននៅក្នុងពេលវេលាដ៏ល្អប្រកាសនេះដែរខ្ញុំសូមលើកអំពីពាក្យថាយុទ្ធនេះគឺក្បួនប្រយុទ្ធបងប្អូនរីឯចំណែកគុណគឺមហេមាក្បាច់ចេញមុនស្លៀកចេញក្រោយនៅក្នុងក្បាច់ល្បុកកតោយុទ្ធគុណក្រមខំក្បាច់ខ្លាបង្ក្រាបក្បាច់ស្រងែពាត់
ក្បាច់ក្រពើប្រហាក្បាច់ចំបាប់ក្បាច់ស្វាប្រហាក្បាច់ដំបងវែងក្បាច់ដំបងខ្លីក្បាច់គុណខ្មែរក្បាច់ខែលក្បាច់ភ្នូក្បាច់ស្នាក្បាច់លំពេងក្បាច់ដាវក្បាច់កៈសង្វាក្បាច់កបិតក្បាច់កបិតបន្ទោះក្បាច់ដាវគុណស្រាលក្បាច់ប្រខ័ណ្ឌខ្លីក្បាច់ទ្វា4ទ្វា8ទ្វា12ក្បាច់ក្រមុំតែងខ្លួនក្បាច់កណននិងក្បាច់ចោលកូនតាំងជាដើមកីឡាកររបស់យើងចេះទាំងអស់ហើយក៏យកមកបង្ហាញស្ដែងតែម្ដងបងប្អូននេះគឺជាកីឡាករឆ្នើមបញ្ចេញជាលក្ខណៈកាយសម្បទាដែលមិនប្រើប្រាស់អាវុធដែលមានមុខនិងអាវុធដែលគ្មានមុខឡើយកីឡាករយើងនេះបង្ហាញពីរបៀបប្រយុទ្ធជាលក្ខណៈពៀនណូដោយខ្ញុំបានជម្រាបជូនបងប្អូនហើយថាកីឡាកររបស់យើងនីមួយដែលគ្រូបង្ហាត់បង្រៀននេះសិតសឹងតែយកក្បួនកំពីសត្រាស្លឹករឹតចេញពីបំពាក់បរោះទៅលើជញ្ជាំងប្រាង្គប្រាសាទចលនានៃកាយពិការដ៏រស់រវើករបស់យុទ្ធគុណដូនតាខ្មែរចម្លងចេញពីចរិតធម្មជាតិមានដូចជារុក្ខជាតិសត្វមានដូចជាបាសាបាសីខ្លាសេះដំរីស្វាក្របីក្រពើក្តាមពោះនាគបានទៅលើរូបយើងបានឃើញថាវីរៈបុព្វបុរសចម្លងចេញពីក្បាច់និងស្លៀកគុណបុរាណចេញពីរូបអប្សរាកេណរីរូបពៀនណូនៅតាមស្រងាយុទ្ធគុណដូនតាខ្មែរប្រកបសិលសាស្ត្រវប្បធម៌សិល្បៈដ៏វិសេសវិសាលមានដូចជារបាំប្រជាប្រិយរំវង់រំក្បាច់រំលករំកែនរំព្រឿនរំសារវ៉ាន់រំឡាំរាវរំតលុកកន្ទ្រឹមបាសាក់ជោគកំពឹសនិងរំមហោរីសុទ្ធសឹងតែជាចលនាហួននៃយុទ្ធគុណដូនតាខ្មែរទាំងអស់ចំណែករបាំបុរាណដូនតាយើងបានសម្គាល់ឃើញថារបាំសែនស្រីរបាំគោះអង្រែរបាំកន្តែរ៉ែរបាំគោះត្រឡោករបាំក្រងោកបៃលិនរបាំឆៃយ៉ាំរបាំត្រុតលាយឡំនិងល្បែងប្រជាប្រិយយើងបានឃើញថាមានចរិតលក្ខណៈស្លូតបូតរហ័សរហួនមាំទាំទុនខ្លួនដោយស្រាក់និស័យនិងជញ្ជាក់ខ្មែរទាំង33តួស្វាហាប់ជាក់លាក់ផងដែរនៅចំពោះមុខនេះកីឡាករទាំង3នេះកីឡាករប្រើដំបងដែលគ្មានមុខរីឯកីឡាករនេះប្រើខែលនៅចំពោះមុខយើងក៏បានឃើញភាពក្លាហានស្វាហាប់របស់កីឡាករនិងកីឡាករនេះចេញមកសម្ដែងក្បាច់គុណនិងស្លៀកគុណខ្មែរដ៏សម្បូរបែបនេះធ្វើឲ្យការសម្ដែងទៅលើទីលានកំពុងតែមានធាតុអាកាសក្តៅបន្ទាប់ពីភ្លៀងនៅពេលយប់ក្រៅពីនេះយើងក៏មានស្លៀកគុណមានដូចជាល្បុក្កតោយុទ្ធគុណក្រមឡាបង្ក្រាបស្រងាយពាន់ក្រពើប្រហាច្បាប់ស្វាប្រចាប់ដបងវែងដបងខ្លីក្បាច់គុណខ្មែរគុណខែធ្នូស្នាលំពេងដាវកែសង្វាកបិតបន្ទោះដាវគុណស្រាលព្រះខ័នខ្លីវា4ទ្វា8ទ្វា12ក្បាច់ក្រមុំតែងខ្លួនក្បាច់កណននិងក្បាច់ចោលគុណតាក់ជាដើមដូនតាយើងសឹកសឹងបំបែកក្បាច់និងស្លៀកគុណចេញពីយុទ្ធគុណដូនតាខ្មែរចម្រុះទាំងអស់បងប្អូនយុទ្ធគុណដូនតាខ្មែរនៅពេលនេះតែយើងយកមកសម្ដែងនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីបុណ្យមហាសង្ក្រាន្តបុណ្យជុំបិណ្ឌបុណ្យតាលៀននិងបុណ្យប្រពៃណីជាតិជាច្រើនទៀតយើងតែងសម្គាល់ឃើញថាឯកសណ្ឋានកីឡាករនីមួយការស្លៀកពាក់តាមសម្លៀកបំពាក់ទាហានច្បាប់ខ្មែរសម័យបុរាណ
សម័យបុរាណដូនតាខ្មែរយកយុទ្ធគុណខ្មែរបុរាណចម្រុះមកប្រើប្រាស់នៅក្នុងទីលានចម្បាំងរាំងជលតទល់ស្ត្រីដែលចូលឆ្លៀតពៀនទឹកដីអ្នកហាត់យុទ្ធគុណដូនតាខ្មែរមានប្រយោជន៍ច្រើនណាស់បងប្អូនសម្រាប់រាងកាយនិងស្មារតីហើយក៏ជាសិល្បៈតស៊ូមួយដ៏អស្ចារ្យអ្នកចេះយុទ្ធគុណដូនតាខ្មែរអាចយកមកប្រើប្រាស់ការពៀខ្លួនអ្នកហាត់យុទ្ធគុណដូនតាខ្មែរមានភាពរហ័សរហួនមើងបាត់បត់ចាប់ខ្លាំងក្លាហេតុដូចនេះហើយអស់ពេលជាច្រើនឆ្នាំសាលាយុទ្ធគុណខ្មែរលោកគ្រូអ្នកគ្រូមូលកំណត់ព្រួយផ្ដើមទាស់កកាយស្រាវជ្រាវរាវរករៀបរៀងចងក្រងកសាងដើម្បីចូលរួមអភិរក្សនិងអភិវឌ្ឍយុទ្ធគុណខ្មែរមិនដែលធ្លាប់តែស្លាប់បាក់បង់អស់ជាច្រើនទសវត្សរ៍ណាស់មកហើយនេះលោកគ្រូអ្នកគ្រូបានធ្វើឲ្យយុទ្ធគុណដូនតាខ្មែររស់ឡើងវិញជាបណ្ដាទេសនាវិស័យយុទ្ធគុណដូនតាខ្មែរបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្នែកក្បាច់គុណដូនតាខ្មែរយើងដឹកនាំដោយសាលាគុណសាលាមានជាគ្រូជាសិស្សពង្រីកសាខាបានច្រើនកន្លែងទូទាំងប្រទេសបងប្អូនហេតុតែយើងស្រឡាញ់យុទ្ធគុណដូនតាខ្មែរហេតុតែយើងស្រឡាញ់មាតុភូមិស្រឡាញ់គុណខ្មែរយើងហ៊ានលះបង់ពេលវេលាដ៏មានតម្លៃហ៊ានលះបង់ប្រាក់កាក់ហ៊ានលះបង់កម្លាំងកាយចិត្តហ៊ានលះបង់ទាំងអស់តែម្ដងនាំគ្នាមកចូលរួមប្រកួតសម្ដែងជូនបងប្អូនទេសនាសូមផ្ទះដៃអបអរសាទរដល់កីឡាករកីឡាការិនីឆ្នើមយើងទាំង3រូបនេះផងបងប្អូនក្រោយមកនៅ